Chẳng mê riêng dụng này cứ ấy crop pui mày dáng. Đó tôi là tập ý khôi. Ná. Chúng chẳng ai bằng ôn vô dàng mạch. Thà tớ prạch nha. Miên xa rạ xâm khăn dáng. Nà. Đã khởi những Salomon chụp prech nâng vô sắp xâm ấy. Prạch nha nâng ca vô. Amen ấy. Hát ấy. Nhẹ chưa bọn khá lá. Đắc nông mình đi cho nó bố ớt prạch nha. Hát ấy nè. Bằng ra bọn khá lá. Đắc nông mình đi cho nó bố miên prạch. Hướng che xó nhưng mà đắng ấy. Tại sao gắn miên prạch nha rư ớt prạch nha. Nếu là che xó miên nhà bắt tại lưng ngung. Cả tại lưng ngung miên sẽ nhà bắt. Nếu là che xó ấy tại miên prạch nha. Chưa em chưa. Tích cho lòng nè miên sẽ nhà bắt miên prạch nha. Không miên nhà bắt thơ nhông kế nâng. Từ thứ ấy thảo cài có sân này ớt sẽ nhà bắt. Từ tiết. Tas banya ni sara sekalian nah nungka prakat nang laos dai pi praritរបស់ព្រះជាម្ចាស់ណាហើយទី2រិទ្ធានុភាពរបស់ព្រះវិញ្ញាណសូមធ្វើលើកដៃឆ្វេងប្រាជ្ញាលើកដៃស្ដាំរិទ្ធានុភាពយើងមានដៃប្រមាណដៃមួយអីឆ្វេងដៃអីប្រាជ្ញាដៃស្ដាំរិទ្ធានុភាពយើងត្រូវការទាំងពីរប្រាជ្ញាក៏ត្រូវការរិទ្ធានុភាពក៏ត្រូវមែនទេរិទ្ធានុភាពរបស់អីរបស់ព្រះវិញ្ញាណដើម្បីឲ្យយើងជាសហការីរបស់ព្រះជាម្ចាស់ហ្នឹងចម្រើនលូតលាស់អាកាសស្រួលទេបង្កើតកូនស្រួលទេតែអញ្ចឹងបញ្ជូនកូនឲ្យរៀនអប់រំកូនឲ្យស្ដាប់បង្គាប់នេះអប់រំកូនឲ្យមានសុជីវធម៌នេះអប់រំកូនមិនឲ្យឆ្លើយនេះមិនមែនស្រួលទេមែនទេបង្កើតស្រួលការក្រុមនំក៏ស្រួលដែរតែធ្វើក្រុមនំរឹងមាំមិនមែនស្រួលទេតែទៀតបង្កើតផលផ្លែហើយជះអធិពលខ្លះសួរខ្ញុំលោកគ្រូហេគ្រូឯងឋានៈស្អីបានជាគ្រប់ពេលវេលាកម្មវិធីជាតិឃើញតែគ្រូឯងដើរមើលរំតែខ្ញុំអត់ឋានៈផងខ្ញុំមិនមែនប្រធាន Protestant ផងហើយខ្ញុំក៏មិនប្រធាន ESC ខ្ញុំតែចូលឈ្មោះទៀតផងប៉ុន្តែគេអញ្ជើញខ្ញុំមិនមកពីឋានៈទេគេអញ្ជើញខ្ញុំព្រោះគេឃើញអធិពលអ្នកដឹកនាំអត់ឋានៈក៏បានដែរតែឲ្យមានអធិពលគឺអីនិយាយទៅគេស្ដាប់អ្នកអត់អធិពលនិយាយគេអត់ស្ដាប់អ្នកមានអធិពលនិយាយទៅគេស្ដាប់និយាយទៅគេធ្វើតាមអាមែនទេអញ្ចឹងមានឋានៈអត់អធិពលមិនមែនមេដឹកនាំទេណាអត់ឋានៈឲ្យមានអធិពលទើបមេដឹកនាំពិតប្រាកដទៅទៀតដោយសារអីលូតលាស់ដោយសារអីមានផលផ្លែដោយសារអីមានអធិពលដោយសារអីដោយសារប្រាជ្ញានិងឫទ្ធិភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធបាទកាពីនិយាយតែម៉េចសាសក្រិចដេញរកប្រាជ្ញាសាសយូដាដេញរកទីសម្គាល់នឹងការអស្ចារ្យក្រិចចង់បានបញ្ញាចឹងចេញពីប្រទេសក្រិចសម្បូរទស្សនវិទូតែពួកអ៊ីស្រាអែលពួកយូដាដេញរកតែទីសម្គាល់នឹងការអស្ចារ្យតើអត់មានបញ្ញាតែយើងជាពូជអាប់រ៉ាហាំដោយជំនឿវិញមានទាំងប្រាជ្ញាមានទាំងឫទ្ធានុភាពឲ្យចាំអាហ្នឹងសូមមើលខកពីម៉ាថាយ13ខ31 32ព្រះយេស៊ូវមានប្របន្ទូលជាពាក្យប្រស្នាមួយទៀតទៅគេថាសូមអានឮជាមួយខ្ញុំតោះម៉ាថាយ13 31 32ព្រះយេស៊ូវមានព្រះបន្ទូលជាពាក្យប្រស្នាមួយទៀតទៅគេថាព្រះរាជនៃឋានបរមសុខបីដូចជាគ្រាប់ពូចម្យ៉ាងដ៏ល្អិតដែលបរិសម្នាក់យកទៅដាំក្នុងចម្ការរបស់ខ្លួនគ្រាប់ពូជនោះតូចជាងគ្រាប់ពូជទាំងអស់ប៉ុន្តែពេលដុះឡើងវាធំជាងដំណាំឯទៀតគឺទៅជាដើមឈើមួយយ៉ាងធំហើយបាក់សាបាក់សីមកធ្វើសម្បុកស្នាក់អាស្រ័យនៅតាមមែករបស់វាចឹងចំណុចទី1នេះគឺនិយាយពីអីសក្តានុពលដ៏មហិមានៃព្រះរាជរបស់ព្រះជាម្ចាស់សក្តានុពលគឺតូចតាចតែមានលទ្ធភាពនឹងរីកចម្រើនសក្តានុពលមើលទៅឃើញមនុស្សនឹងដូចល្ងងតែមានលទ្ធភាពអាចនឹងទៅជាឆ្លៀសវៃ
លោកកៃគេប្រឡងបវរកញ្ញាគេយកអ្នកស្អាតស្រាប់ទៅឲ្យជាប់ប្រឡងអ្នកប្រកួតបដាល់គេយកអ្នកប្រកែកដាល់ទៅគេឲ្យជាប់ព្រះគ្រីស្ទមករកអ្នកអំតាន់ហាត់ដាល់នេះមកបដោះឲ្យទៅជាអ្នកប្រដាល់ហើយព្រះអង្គច្រើនរើសតែអ្នកណាដែលតូចជាងគេក្នុងចំណោមបងប្អូនដាវីតកូនទីប្រមាណកូនទី7មៀតតូចជាមៀតធំតូចហើយព្រះបញ្ជូនហោរាសំយ៉ាអែលទៅរើសសំយ៉ាអែលប៉ុនរើសអ្នកណាព្រោះបងដែលខ្ពស់ហើយមៀតធំព្រះវិញ្ញាណឲ្យរើសអ្នកណាវិញអាទូចហើយមៀតតូចហើយថ្ពាល់លងដូចថ្ពាល់ដាវីតអាលងជាងថ្ពាល់ស្រីកំមុំនៅបារាយទៀតសុំមើលខកពីខ្ញុំអត់និយាយបញ្ចោខកពីនិយាយចឹងថ្ពាល់គាត់ចេញទៅសៃឈាមហ្មងអាលងហ្មងចឹងព្រះអត់រើសអ្នកខ្លាំងទេព្រះរើសអ្នកដែលមានឱកាសនឹងចម្រើនលូតលាស់នេះហៅថាសក្តានុពលនិយាយខ្ញុំសក្តានុពលចឹងសក្តានុពលដ៏មហិមាដ៏ខ្លាំងអស្ចារ្យដ៏ធំធេងអស្ចារ្យនៃព្រះរបស់ព្រះជាម្ចាស់គឺចាប់ផ្ដើមចេញពីព្រះគ្រីស្ទខ្លួនឯងបងគឺព្រះគ្រីស្ទនឹងបងជាអីក្របពូជដ៏តូចល្អិតណាអីដល់យើងជឿព្រះគ្រីស្ទព្រះអង្គជាសេរសាយើងជារូបកាយយើងក៏ទៅជាក្របពូជតូចដែរហើយយើងជឿព្រះគ្រីស្ទខ្លាចជាកូនកុម្ម៉ោះយើងជាកូនកុម្មុំព្រះគ្រីស្ទខ្លាចជាស្វាមីយើងជាមហេសីយើងក៏ទៅជាក្របពូជតូចល្អិតព្រោះព្រះគ្រីស្ទនឹងយើងរួមគ្នាមកតែមួយអាមែនទេអញ្ចឹងចាប់ផ្ដើមចេញពីព្រះគ្រីស្ទហើយតមកយើងទាំងអស់គ្នាដែលជាសិស្សរបស់ព្រះគ្រីស្ទដែលមានទាំងឋានៈដឹកនាំមានទាំងសមាជិកក្រុមជំនុំអាមែនទេហើយរីកចម្រើនទៅជាអីទៅជារាជរបស់ព្រះជាម្ចាស់ចាប់ផ្ដើមពីព្រះគ្រីស្ទដែលជាក្របពូជម្យ៉ាងដ៏ទុយល្អិតបំផុតនៅលើលោកទៅដល់ព្រះរបស់ព្រះជាម្ចាស់ដែលប្រៀបដូចអីដើមឈើមួយយ៉ាងធំសូមខ្ញុំដើមឈើមួយយ៉ាងធំហើយខ្ញុំនិយាយពីដើមទីហើយធម្មតាស្រូវម្លិះទៅដុះចេញជាដើមអីដើមស្រូវម្លិះពូតណាបទៅដុះចេញជាដើមអីពូតណាបតែក្របពូជនេះក្របពូជមូតាក្របពូជ mustard វាមិនដុះចេញជា mustard តែជាដើមឈើមួយយ៉ាងធំព្រោះវាខុសពីច្បាប់ធម្មជាតិតែវាត្រូវច្បាប់អីច្បាប់ខាងវិញ្ញាណអាមែនទេទៅទៀតទីក្របពូជប៉ុណ្ណាឃើញទេក្របពូជយ៉ាងទៅល្អិតក្របពូជនេះតូចជាងក្របពូជទាំងអស់សុំសួរក្របពូជអីទូជាងគេនៅភូមិយើងក្របអីល្ងសល្ងខ្មៅក្របជីមែនទេក្របជីក៏ទូចប៉ុន្តែត្រាំទៅរីកធំហើយនេះក្របមូតាតនេះក្របម៉ាស្តាទូជាងក្របជីទូជាងក្របល្ងណាធ្វើនិយាយពីអីភាពសាមញ្ញរបស់ព្រះគ្រីស្ទព្រះគ្រីស្ទអត់បានប្រសូតនៅក្នុងវាំងស្ដេចទេទ្រង់ផ្ទុំក្នុងស្នោកដោយអីដោយសុខសាន្តទ្រង់ប្រសូតក្នុងស្នោកកូនយើងក្រយ៉ាងណាក៏កើតមកមានកន្ទេលដែរកូនយើងក្រយ៉ាងណាក៏កើតមកមានអង្រឹងដែរកូនយើងក្រយ៉ាងណាក៏មានអីកតោបដែរក៏មានភួយដែរក៏មានមុងដែរព្រះយេស៊ូវដាក់ក្នុងស្នោកសតែចង់បាទភាពសាមញ្ញដែលគេមើលងាយតែអរគុណព្រះអង្គយើងមិនមើលងាយយើងបែរជាគោរពទទួលយល់ទេព្រះអង្គយ៉ាងម៉េចទៀតព្រះដ៏ខ្ពស់នៅឋានសួគ៌នៅឋានបរមសុខមកយកនិស្ស័យជាមនុស្សទុនទាបជាមនុស្សក្រីក្រនេះហើយក្របពូជតូចល្អិតជាងគេបើព្រះគ្រីស្ទប្រសូតនៅក្នុងវាំងអ្នកណាក៏ជឿដែរមែនទេបើព្រះគ្រីស្ទប្រសូតក្នុងស្នូកតោះតែអ្នកព្រះអង្គរើសទៅជឿព្រះអង្គបានមែនទេមែនទេមែនខ្មែរយើងមានរឿងប្រធានវង្សមិនអញ្ចឹងទេប្រធានវង្សស្អាតទៅជាអីងួសធ្វើជាងួសឃើញទេហើយជ្រឿងមិនរូបរាមជាងួសរស់នៅក្នុងស្រោមផ្ញើពីងលួងលោមឲ្យស្រីអាណិតហើយគ្មានអាណិតលីងមាននាងពៅមួយឃើញទេព្រះអង្គមកយកមកនិស្ស័យទុនទាបសាមញ្ញនេះឯងនឹងឲ្យក្របពូជតូចល្អិតព្រះអង្គបានលះបង់អ្វីទាំងអស់ដែលសម្បូរបែបនៅឋានសួគ៌មានមាសហេឋានសួគ៌ក្រាលសត្វតែអីមាសចុះកំពែងឋានសួគ៌សុទ្ធតែកែវចរណៃកែវមុខក្តារត្បូងមានតម្លៃ
គ្រប់ប្រភេទហើយនៅឋានសួគ៌ព្រះអង្គបង្រើគេបង្រើព្រះអង្គគេបង្រើព្រះអង្គទេដាបង្រើហើយព្រះអង្គយើងមកផែនដីមកអីមកបម្រើមនុស្សមកលៀងជើងឲ្យសឹកមែនទេមកលីឈើឆ្កាហើយមកឈើដូចយើងដែរបង្រើម្ដាយមុននាងម៉ារីព្រោះលោកយូសែបស្លាប់បាត់មែនទេមករែកទឹកចិញ្ចឹមប្អូននេះព្រះអង្គលះបង់អ្វីទាំងអស់មកយកឋានៈជាទាសកលសញ្ញាខ្ញុំទាសកលព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតហើយក៏រស់នៅក្នុងភាពជាមនុស្សសាមញ្ញដែរមានបញ្ជាក់ក្នុងអីភីលីបចំពុក2ខ7នេះឲ្យអត់កំបាំងអីរាជនៃធម្មរងសុបប្រៀបដូចជាក្របពូជដ៏តូចល្អិតបំផុតហើយបើព្រះអង្គប្រៀបអង្គទ្រង់ខ្ញុំជាដើមកគីឬខ្ញុំជាដើមទៅពាំងបាយជូពាំងយូរកគីមួយណាធំជាងមួយណាលេចធ្លោជាងប៉ុន្តែមួយណាផ្លែគេហូបមានតែថ្លឹងផ្លែកគី1គីឡូ$5អត់គេផឹកទឹកកគីអត់ដែលមានភេសជ្ជៈកគីទេតែវាទឹកអីតំពាំងបាយជូរនេះអាកងែកកងក់ទូចហ្នឹងសត្វតែផ្លែឆ្ងាញ់ហើយទឹកឆ្ងាញ់ឃើញទេទៅទៀតបរោះម្នាក់បានយកក្រពូជទៅដាំក្នុងចំការរបស់ខ្លួននៅណាបរោះហ្នឹងព្រះជាម្ចាស់សូមខ្ញុំព្រះជាម្ចាស់ជាម្ចាស់ផែនដីម្ចាស់ពិភពលោកជាស្រែរបស់ព្រះអង្គពិភពលោកជាចំការរបស់ព្រះអង្គគ្មានអ្វីដែលកាត់ឡើងក្រៅពីព្រះអង្គទេអាមែនទេអញ្ចឹងព្រះអង្គយកអ្នកណាមកដាំនៅផែនដីយកព្រះគ្រីស្ទយកពីណាមកពីឋានសួគ៌ហើយមកដាំគេយកយើងយកពោតពីណាពីជង្រុកយកស្រូវពីណាពីជង្រុកយកទៅដាំក្នុងដីយកពីខ្ពស់ទៅទាបហើយបើទុកតែស្រូវនៅទឹកខ្ពស់ងើយស្កករហូតអោនទៅដាក់ក្របឃើញទេអញ្ចឹងព្រះអង្គចាត់ព្រះយេស៊ូវជាបុត្រាព្រះអង្គឲ្យមកប្រសូតជាអីជាមនុស្សដូចយើងនៅលើពិភពលោកតែប្រសូតចេញពីស្រីព្រំចារីណាលើពិភពលោកដែលព្រះអង្គបង្កើតហើយតម្រូវឲ្យអីផ្ទុំនឹងស្នោកនឹងរុំនឹងអីរុំសពុតតម្រូវឲ្យសគត់ស្នោកនឹងដូចក្តាមមឈូសអញ្ចឹងឲ្យសគត់ដើម្បីដកបាបចេញពីមនុស្សលោកហើយត្រូវគេបញ្ចុះប្រសពព្រះអង្គនៅក្នុងភ្នូនឹងឲ្យកប់ក្របពូជសូមខ្ញុំកប់ក្របពូជមានន័យថាម៉េចចាត់ព្រះគ្រីស្ទឲ្យមកប្រសូតឲ្យមកសគត់ហើយបញ្ចុះក្នុងភ្នូអាមែនទេក្របពូជកប់ប្រហែលថ្ងៃដោះវិញ3ថ្ងៃក្របពូជ3ថ្ងៃដោះក្របសើ3ថ្ងៃដោះមិនយ៉ាងណាទៅទៀតដល់3ថ្ងៃក្រោយមកសមើសិនកាឡាទីចំពោះ4ខ4ខ5ប៉ុន្តែលុះដល់ពេលកំណត់ហើយដល់ពេលកំណត់ពេលអីក្រោយពីក្រឹតវិន័យលោកម៉ូសេបានប្រកាសណាដល់ជនជាតិអ៊ីស្រាអែលគ្រប់គ្រាន់ហើយដល់ពេលដែលក្រឹតវិន័យដែលព្រះចាស់ក្នុងដួងចិត្តសាសដតីត្រូវបានមនុស្សជ្រុតជ្រាបតាមប្រជាជាតិនានាហើយទេនៅលើភ្នំស៊ីណាយព្រះអង្គប្រទានក្រឹតវិន័យដល់លោកម៉ូសេសម្រាប់សាសអ៊ីស្រាអែលសាសដតីព្រះអង្គដាក់ក្រឹតវិន័យនៅក្នុងមនសិការនៅក្នុងដួងចិត្តដល់ពេលកំណត់ក្រោយពីមនុស្សដឹងថាក្រឹតវិន័យធ្ងន់ណាស់ព្រះអង្គស្រែកថាម៉េចអោអ្នកនឿយព្រួយដែលមានបន្ទុកធ្ងន់អើយចូលមកឯខ្ញុំដល់ពេលកំណត់ហ្នឹងដល់ពេលយើងធ្ងន់ទៅលេងរួចហើយពេលដែលមនុស្សកាន់សាសនាហើយកាន់តែទុនកកទៅលេងរួចនេះដល់ពេលកំណត់ព្រះជាម្ចាស់ក៏ចាត់បុត្រារបស់ព្រះអង្គឲ្យមកប្រសូតចេញពីស្រីព្រំចារីព្រោះព្រះអង្គសន្យាមួយអាដាមថាម៉េចពូជនាងនឹងជន់ក្បាលឯងព្រះអង្គប្រាប់សាតាំងម៉េចពូជនាងមិនមែនពូជលោកទេពូជនាងគឺកើតចេញពីស្រីព្រំចារីពូជលោកកើតចេញពីប្រុសការប្រពន្ធហើយបង្កើតកូនអានឹងពូជលោកហើយព្រះយេស៊ូវមិនពូជលោកទេគឺពូជនាងព្រោះនាងម៉ារីភ្ជាប់ពាក្យមែនតែបានរួមប្រវេណីជាមួយយូសែបទេអាមែនទេអញ្ចឹងព្រះអង្គប្រសូតពីពូជនាងមើលនាងព្រំចារីនឹងមានកប្រសូតបានបុត្រាមួយដែលត្រូវថ្វាយនាមថាអេម៉ានូអែលដែលមានន័យថាព្រះគង់ជាមួយយើងហ
ហើយទេវតាកាប់ប្រយែលមកជួបនាងម៉ារីថាមើលនាងនឹងមានក៏ផ្សព្វផ្សាយមួយដែលទៅថ្វាយនាមថាយេស៊ូវត្បិតទ្រង់ជាព្រះសង្គ្រោះនៃមនុស្សលោកទាំងមូលឲ្យរួចពីបាបអាមែនទេដល់ពេលកំណត់ខព្រះអង្គប្រសពក្រមអំណាចអីក្រឹតវិន័យគឺដល់ពេលដែលក្រឹតវិន័យទុំចូលមនុស្សបះបោនឹងក្រឹតវិន័យមនុស្សលែងធ្វើតាមក្រឹតវិន័យមនុស្សប្រឆាំងនឹងក្រឹតវិន័យដឹងធัวកាន់តែច្រើនបំពេញកាន់តែខ្លាំងបុណ្យក៏ធ្វើឈើក៏កាប់ត្រីក៏សម្លាប់ចុចតទៅទៀតតែគ្រីស្ទក៏យាងមកណាខ5ដើម្បីអីស្ដាប់មកលួសអ្នកដែលទៅដល់ក្រោមអំណាចក្រឹតវិន័យអ៊ីស្រាអែលវិន័យលោកម៉ូសេសត្វដទៃក្រឹតវិន័យក្នុងដួងចិត្តម្នាក់មុនជឿvềគ្រីស្ទសត្វតែមានក្រឹតវិន័យក្នុងដួងចិត្តក្រឹតវិន័យថាម៉េចសូគោរពម៉ែឪតែណាមើលគេគេហៅអាសាត់ដេរឆានអាលមលគុណអាកាពើមែនទេមែនអ្នកណាដេកមួយបងប្អូនឯងគេហៅអាសាត់ដេឆានឃើញហ្នឹងហើយក្រឹតវិន័យក្នុងដួងចិត្តចឹងព្រះអង្គលួសយើងជាអ្នកដែលស្ថិតនៅក្រោមអំណាចក្រឹតវិន័យហ្នឹងឲ្យយើងទទួលឋានៈជាអីបុត្ររបស់ព្រះអង្គសាសនាណាក៏ដោយណែឯងកាន់សាសនាល្អគេតម្លើងមកក្រៅទៀតកាន់ល្អឡើងថ្នាក់ដូចរៀនម៉ាតៃអញ្ចឹងល្អឡើងថ្នាក់ទី1បឋមសិក្សាល្អទៀតឡើងថ្នាក់ទី2ល្អទៀតឡើងថ្នាក់ទី3ល្អទៀតឡើងវិទ្យាល័យល្អទៀតឡើងមហាវិទ្យាល័យមែនទេអានឹងសាសនាដល់យើងវិញអត់ទេជឿភ្លាមខ្លាយជាបុត្រព្រះអង្គមកព្រឹសខ្វាក់ភ្នែកក៏បុត្រខ្វាក់ឆែបមាត់ក៏ម្ចាស់ស្ត្រីឆែបខ្មៅក៏ម្ចាស់ស្ត្រីម៉ៅម៉ាប់ក៏ម្ចាស់ស្ត្រីម៉ាប់ធ្វើម៉េចឲ្យទៅជាម្ចាស់ស្ត្រីសិនម៉ាប់ក៏ដោយឆែបក៏ដោយម៉ៅក៏ដោយបើស្វិតម្ចាស់វត្តមិនអាស្វិតទៀតទេម្ចាស់វត្តយល់ទេហើយបានព្រះអង្គបំផ្លាស់យើងពីស្រីល្អមួយទៅស្រីល្អមួយបងទីបដូរអីសិនបដូរឋានៈភាពនិយាយខ្ញុំបដូរឋានៈពីកូនមនុស្សទៅជាកូនព្រះពីទាសកររបស់អំពើបាបដែលជាប់គុកបាបហ្នឹងទៅជាអ្នកមានសេរីភាពអាមែនទេជាឆ្លើយសឹករបស់សាតាំងទៅជាបុត្ររបស់ព្រះជាម្ចាស់តទៅទៀតសូមមើលយ៉ូហានចំពុក12ខ24ខ្ញុំសូមប្រាប់ឲ្យអ្នករស់នេះដឹងច្បាស់ថាចាំបាត់ខ្ញុំទេខ្ញុំប្រាប់ឲ្យនាងបានដឹងច្បាស់ថាពូជណាដែលធ្លាក់ដីហើយមិនងាប់គ្រាប់ពូជនោះមិនអាចបង្កើនផលផ្លែគឺនៅតែមួយគ្រាប់តែបើងាប់នោះគ្រាប់ពូជតែមួយគ្រាប់បង្កើតផលច្រើនក្រៃព្រះយេស៊ូវយាងមកដើម្បីអីសុគតបើមិនសុគតទេយេស៊ូវនៅតែយេស៊ូវនឹងឯងគ្រីស្ទនៅតែគ្រីស្ទគ្មានគ្រីស្ទបរិស័ទទេតែដោយសារព្រះអង្គព្រមកប់ដីសគត់ហើយត្រូវគេបញ្ចុះក្នុងភ្នោហើយងើបពីភ្នោឡើងវិញទើបដោះឡើងបង្កើតតែជាដើមឈើនៃព្រះរាជដែលបង្កើតផលផ្លែមួយជា100អាមែនទេទើបមានយើងជាគ្រីស្ទបរិស័ទតោះតែដៃអរគុណព្រះអង្គសិនណាយើងសូមប្រាប់ឲ្យអ្នករស់នេះដឹងច្បាស់ថាក្របស្រូវណាដែលលាក់ដល់ដីហើយបើមិនងាប់ទេក្របនោះនៅតែមួយដល់ដែរណាផ្ទុយទៅវិញបើក្របស្រូវនោះងាប់វានឹងបង្កើតផលបានច្រើនទោះព្រះអង្គយាងមកផែនដីក៏ដោយបើមិនសង្កត់នៅលើឈើឆ្កាងទេក្របពូជនោះនៅតែមួយដល់ដែរហើយសួរនេះមានអ្នកណាដកជីវិតព្រះអង្គបានទេអត់ទេព្រះអង្គដាក់ជីវិតខ្លួនឯងព្រោះព្រះអង្គជាមនុស្ស 100% គេឆ្កាងព្រះអង្គបានព្រោះព្រះអង្គជាមនុស្សតែព្រះអង្គសង្កត់មិនមែនជាមនុស្សទេព្រះអង្គព្រមដាក់ប្រជញ្ញក្នុងនាមព្រះអង្គជាព្រះដែលព្រមដាក់ប្រជញ្ញឃើញព្រះអង្គស្អីថាម៉េចខ្ញុំសូមប្រគល់វិញ្ញាណទៅព្រះបិតាវិញទើបព្រះអង្គផុតដង្ហើមអាមែនទេតោះចឹងករិនថូសខ្សែទី1ចំពោះ15ខ2ដល់ខ4និយាយពីដំណឹងល្អមានខ្លឹមសារ3យ៉ាងសូមធ្វើដៃមើលខ្ញុំព្រះគ្រីស្ទសោយទីបង្គត់នៅលើឈើឆ្កាងដើម្បីរំដោះបាបខ្ញុំព្រះសពព្រះអង្គត្រូវគេបញ្ចុះក្នុងភ្នោក្របពូជងាប់នៅក្របពូជនេះកប់នៅកប់3ថ្ងៃក្រោយមកព្រះអង្គមានបញ្ចុះរស់ឡើងវិញស្របតាមបទគម្ពីរកាត់ផលសំណួរជាមួយទឹកនៅយើង
ជាមួយទឹកដើម្បីអីដើម្បីបង្កើតផលតែមិនជាមួយទឹកអត់កើតផលទេព្រោះជាមួយទឹកសញ្ញាថាម៉េចជឿថាពេលយើងជឿព្រះគ្រីស្ទយើងជាប់ឆ្កាងជាមួយព្រះគ្រីស្ទពេលយើងជាមួយទឹកយើងកប់ក្នុងភ្នោជាមួយព្រះគ្រីស្ទកប់ជីវិតអីជីវិតចាស់យើងងើបឡើងវិញយើងរស់ខាងជីវិតថ្មីជួយព្រះគ្រីស្ទដើម្បីបង្កើតផលខ្ញុំ3ឆ្នាំមកគេជាមួយឲ្យដល់វាក្បាលឡើងកាចាស់ហើយជាមួយហើយចេញមកកាត់ផលតិចទុកយូរពេកតែក្នុងកាពីគេមិនដែលទុកយូរផង3000អ្នកជឿព្រះអង្គហ្នឹងកិច្ចការពុកពីជាមួយទឹកថ្ងៃហ្នឹងហ្មងមែនទេហើយដែលយើងចេះជាងពួកសាវកខ្លះ3ខែបានជាមួយឲ្យខ្លះ3ឆ្នាំបានជាមួយឲ្យតើដឹងចិត្តព្រះលេងចង់ជឿព្រះបានជាមួយឲ្យល្មមអញ្ចឹងឃើញយើងឃើញអីកូរិនថូសខ្សែទី1ចំពោះ15ខ2ប៉ុន្តែប្រសិនបើបងប្អូនមិនភ្លេចចាក់ពីដំណឹងល្អដែលខ្ញុំបានប្រកាសប្រាប់បងប្អូនទេនោះបងប្អូននឹងទទួលការសង្គ្រោះតាមរយៈដំណឹងល្អនេះដែរគឺថាខ្លឹមសារទី1ព្រះគ្រីស្ទបានសោយទីបង្គត់នៅលើឈើឆ្កាងដើម្បីរំដោះបាបយើងស្របតាមអីបទកាពីទី2ខ4គេបានបញ្ចុះប្រសពព្រះអង្គនៅក្នុងភ្នោនេះកប់ក្របពូជនេះក្របពូជតូចល្អិតកប់នៅក្នុងដីឃើញទេក្របពូជនឹងកប់ប្រហែលថ្ងៃ3ថ្ងៃនេះអញ្ចឹងពេលក្របពូជនឹងដុះឡើងវាធំជាងដំណាំឯទៀតច្បាប់ធម្មជាតិក្របពូជតូចដើមមកតូចក្របស្ពៃដុះមកស្ពៃពូជស្ពៃកញ្ញាញ់ដុះមកដើមស្ពៃកញ្ញាញ់ពូជស្ពៃក្តោបដុះចេញមកស្ពៃក្តោចស្ពៃក្តោបមែនទេស្រាប់នេះពូជតូចល្អិតវាមិនចេញដើមតូចល្អិតទៅជាដើមឈើយ៉ាងធំនេះជាការអស្ចារ្យនៃព្រះរាជរបស់ព្រះជាម្ចាស់អញ្ចឹងពេលក្របពូជនេះដុះឡើងគឺនិយាយពីការរីកចម្រើននៃព្រះរាជរបស់ព្រះជាម្ចាស់នៅលើពិភពលោកពេលកប់ដីអានឹងនិយាយពីការចាប់ផ្ដើមព្រះរាជដល់ពេលដុះឡើងការរីកចម្រើននៃព្រះរាជការចាប់ផ្ដើមទូចធំទូចចុះដល់រីកចម្រើនឡើងធំមែនទេធំហើយរីកនៅណាលើពិភពលោកអញ្ចឹងព្រះគ្រីស្ទមានបច្ចុប្បន្នរស់ឡើងវិញហើយសោយរីកឱកាសចរិតនៅក្នុងជីវិតអ្នកណាអ្នកជឿពីមុនឆ្នាំ93មានគ្រូសាគ្រូវ៉នទេជឿព្រះអង្គនៅនេះមែនទេមានលោកសាវេនេះទេជឿព្រះអង្គមែនទេជឿមុំជឿស្ទើរយើងអត់ដឹងតែជឿសាបអង្គើហឹងសាសក្នុងភូមិលេងសូវមាននេះដែលគេត្រូវការអាមែនទេផ្លែនេះផ្លែណាបែកមែកសាខាព្រះរាជព្រះគ្រីស្ទមានបច្ចុប្បន្នរស់ឡើងវិញហើយសោយរីកជាឱកាសចរិតក្នុងជីវិតអ្នកដែលជឿព្រះអង្គពីពេញពិភពលោកដោយសារព្រះគុណមិនได้សារក្រឹតវិន័យទេប្រសូតក្រមអំណាចក្រឹតវិន័យដើម្បីដោះយើងរាល់គ្នាឲ្យរួចពីអំណាចក្រឹតវិន័យទាំងក្រឹតវិន័យម៉ូសេចំពោះអ៊ីស្រាអែលទាំងក្រឹតវិន័យក្នុងដួងចិត្តសម្រាប់សាសដទៃអាមែនទេចឹងសំមើកូរិនថូសខ្សែទី1ចំពោះ15ខ4ខ5គេបានបញ្ចុះប្រសពព្រះអង្គនៅក្នុងភ្នោហើយព្រះអង្គយ៉ាងម៉េចអានលឺហើយព្រះអង្គមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទី3ស្របតាមបទគម្ពីរព្រះអង្គបានបង្ហាញខ្លួនឲ្យលោកគេផាឃើញរួចឲ្យក្រុមសាវកទាំង12រូបឃើញមកខទៀតហើយឲ្យមនុស្ស500នាក់ទៀតឃើញសាក់សីជាង500នាក់ហើយបកែកលេងរួចហើយមិនថាថ្លៃខ្ញុំមើលកលាការឲ្យតែបានសាក់សី2នាក់គេកសាងសំណុំរឿងបានព្រះយេស៊ូវជាង500នាក់ឃើញព្រះអង្គរស់ឡើងវិញផោះតាងគ្រប់គ្រាន់រ៉ូម5:21បាបសោយរាជបណ្ដាលឲ្យអីមានសេចក្តីស្លាប់តែបាបសោយរាជមនុស្សស្លាប់ខាងឯវិញ្ញាណដាច់ទំនាក់ទំនងជាមួយព្រះដាច់សម្ព័ន្ធភាពជាមួយព្រះមនុស្សលែងឃើញព្រះឃើញតែខ្មោចតែយល់សពឃើញខ្មោចនាំយល់សពឃើញខ្មោចឡងព្រោះដាច់ទំនាក់ទំនងជាមួយព្រះមែនទេមែនស្លាប់ព្រះគុណបាបសោយរាជតាមរយៈអាដាមនាំឲ្យស្លាប់ព្រះគុណសោយរាជតាមរយៈព្រះគ្រីស្ទសោយរាជដោយសារអីសេចក្តីសុចរិតដើម្បីឲ្យមនុស្សលោកមានជីវិតអីអស់កាលជានិច្ចអញ្ចឹងសេចក្តីស្លាប់ហូរចូលផែនដីតាមរយៈអាដាមតោះនិយាយមកខ្ញុំបាបហូរចូលផែនដីតាមរយៈអ្នកណាសេចក្តីស្លាប់ហូរចូលផែនដី
តាមរយៈអ្នកណាអាដាមសេចក្តីសុចរិតដៃស្ដាំហូរចូលផែនដីតាមរយៈអ្នកណាព្រះយេស៊ូវគ្រីស្ទទៀតជីវិតអស់កលហូរចូលផែនដីតាមរយៈអ្នកណាតាមរយៈព្រះគ្រីស្ទទឹកអណ្ដូងអត់បំពេញទឹកទន្លេតែមានជីវិតអស់កលហើយអត់ស្លាប់ទៀតទេហើយតែស្លាប់ហើយគ្មានជីវិតអស់កលទេហើយតែបាបហើយអត់សុចរិតទេហើយតែសុចរិតក៏មិនថាបាបទៀតដែរតែជាប់ចំណងគេថាអ្នកទោសតែរួចចំណងគេថាមនុស្សមានសេរីភាពប៉ុន្តែកន្លងមកយើងរួចចំណងផងជាប់ផងព្រឹករួចថ្ងៃជាប់ល្ងាចលន់តួរួចវិញនឹងជំនឿស្អីនេះជំនឿនឹងងូតទឹកងូតភក់ជំនឿពឹងលើការប្រព្រឹត្តត្រូវរួចចំណងប្រព្រឹត្តខុសជាប់ទៀតហើយបានថ្វាយដងវាយរីកខាងថ្វាយកើតទុកជំនឿអត់តពាន់នឹងថ្វាយមិនថ្វាយទេទោះយើងមិនថ្វាយក៏អ្នកដទៃទៀតគេថ្វាយដែរគេអត់ចាំយើងទេទោះយើងមិនថ្វាយក៏ព្រះមិនក្រដែរស្ដាប់តើណាយើងមិនថ្វាយក៏ព្រះអត់ក្រដែរព្រះនៅតែមានអញ្ចឹងព្រោះយើងយករបស់ព្រះអង្គថ្វាយព្រះអង្គហ្នឹងមានមួយណាដែលមិនរបស់ព្រះអង្គនិយាយមកខ្យល់របស់អ្នកណាមាសរបស់អ្នកណាដីរបស់អ្នកណាបាទខ្ញុំនឹកឃើញម្ដាយខ្ញុំក៏ដំតាំងពីទៀបស្វិតតាំងពីទៀបបាយតាំងពីចេកនួនចេកណាំបាដល់គាត់បន្ទុំចេកមកចែកខ្ញុំមួយស្និតចែកបងខ្ញុំមួយស្និតបន្ទុំទៀបមកចែកខ្ញុំ2ដណ្ដប់ចែកវា2ដណ្ដប់វាបាន2ដណ្ដប់ជូនម្ដាយខ្ញុំ2ផ្លែតវាយករបស់ម៉ែជូនម៉ែភ្លាមដាច់ថាម៉េចអាកូននេះចិត្តបានហើយខ្ញុំបានផ្លែតអស់ផ្លែតហើយម៉ែថាអាកូននេះចិត្តអត់បានឃើញទេយើងយករបស់ម៉ែឲ្យម៉ែវិញម៉ែសប្បាយចិត្តយើងមិនឲ្យក៏ម៉ែអត់ខ្វះទៀបតាទៀបទុំពេញតាពីងហ្នឹងយើងមិនថ្វាយនឹងវាយក៏ព្រះនៅតែមានតែយើងអ្នកថ្វាយមានអំណរយើងអ្នកថ្វាយមានខិតទៅយូរយើងអ្នកថ្វាយមានចំណែកមែនទេមែនទេអូយក្រុមនំនេះខ្ញុំមានមកចំណែកគេដែរអូយវិហារនេះសងខ្ញុំបានដាក់មកចំណែកគេដែរដល់យើងអត់ថ្វាយអត់ចំណែកខ្ញុំមកលីងដល់មកអង្គុយវិហារនេះចំណែកគេទាំងអស់ខ្ញុំបានតែមកអង្គុយចំណែកខ្ញុំគឺអង្គុយនេះឯងខនប៉ុណ្ណឹងចឹងយល់ពីការថ្វាយហ្នឹងឯនេះណាទៅទៀតបាបសោយរាជតាមអាដាមសេចក្តីស្លាប់សោយរាជជាមួយអាដាមស្អីសោយរាជមួយព្រះគ្រីស្ទសេចក្តីសុចរិតហើយជីវិតអស់កាលឃើញទេជីវិតអស់កាលដើម្បីឲ្យមនុស្សលោកមានជីវិតអស់កាលតាមរយៈព្រះយេស៊ូវគ្រីស្ទជាអម្ចាស់នៃយើងអញ្ចឹងព្រះគ្រីស្ទជាក្របពូជដែលគេក្លាក់ដីកប់ដីហើយស្លាប់ហើយ3ថ្ងៃក្រោយមករស់ឡើងវិញដើម្បីឲ្យយើងអីឆ្លើយមកដើម្បីឲ្យមនុស្សលោកមានជីវិតអស់កាលជានិច្ចតាមរយៈព្រះយេស៊ូវគ្រីស្ទជាអម្ចាស់នៃយើងជីវិតចាស់ជីវិតថ្មីជីវិតក្របពូជឬក៏ជីវិតប្រឡោកជីវិតប្រឡោកមិនជីវិតក្របពូជល្អិតទៀតទេជីវិតប្រឡោកដែលដុះលូតលាស់ឡើងជាមួយព្រះអង្គខាងឯជីវិតថ្មីក្រោមការដឹកនាំរបស់ព្រះវិញ្ញាណដ៏វិសុទ្ធជីវិតចាស់យើងដឹកនាំដោយខ្លួនឯងដឹកនាំដោយកម្លាំងសមត្ថភាពការប្រព្រឹត្តល្អខ្លួនឯងតែជីវិតថ្មីយើងដឹកនាំដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទៅទៀតកូរិនថូសខ្សែទី1ចំពោះ15ខ25ព្រះគ្រីស្ទត្រូវតែគ្រងរាជ្យថាលើព្រះគ្រីស្ទត្រូវអីគ្រងរាជ្យនៅណាពេលអូឋានសួគ៌នៅក្នុងចិនខ្ញុំមែនទេគេទៅទៀតសមុទ្រឋានសួគ៌នៅណានៅលើថ្ពាល់អូនឋានសួគ៌នៅឯណានៅលើថ្ពាល់អូនដល់ថ្ពាល់អូនផុតឋាននរកការថ្ពាល់អូននៅកំពុំនៅអលងឋានសួគ៌មែនទេតែយើងវិញឋានសួគ៌នៅណាក្នុងដួងចិត្តហ្មងណាស្មើព្រះគ្រីស្ទត្រូវតែគ្រងរាជ្យពុំម្ចាស់ឋានសួគ៌នេះឥឡូវនេះមកធ្វើជាម្ចាស់នៃផែនដីម្ចាស់លើទេវតានេះឥឡូវនេះមកធ្វើជាម្ចាស់របស់មនុស្សលោកឃើញទេហើយព្រះអង្គយកយើងជាដំណាក់របស់ព្រះអង្គហើយព្រះអង្គជាពុត្រារបស់ព្រះនឹងគង់នៅក្នុងយើងហើយសន្យាថាមិនចាកចោលយើងនិងមិនបោះបង់យើងឲ្យនៅកំព្រាឡើយអាមែនទេ
ច័ន្ទគាពុទ្ធព្រះសុខសៅទឹកព្រះអង្គគង់ជាមួយយើងមិនមកពហិក៏ព្រះអង្គនៅក្នុងយើងជាពហិព្រះអង្គអញ្ចឹងមកពហិតម្រងទៅល្អជាងណាបើយើងមិនមកពហិព្រះអង្គនៅតែគង់ក្នុងយើងព្រះអង្គនៅមិនចោលយើងមិនមកពហិមកព្រោះនៅនោះព្រះអង្គគង់មួយយើងតែឯងយើងមកវិញព្រះអង្គជឹងឃើញគេព្រះអង្គគង់មួយគេច្រើននេះអូម៉ាំងកត់អូនៅតែឯងខ្យល់បក់មកភ្លៀងមកអលត់ចុះបើយើងផ្គុំចូលគេនេះជាមូលហេតុដែលយើងត្រូវមកព្រះវិហារទោះយើងមិនមកក៏ព្រះអង្គនៅក្នុងយើងដែរតែយើងនៅតែឯងមែនទេតែបើយើងមកជុំគ្នាចម្រើនលូតលាស់ហើយដូរភេញញឹកពេកដើមដូងនេះដូនដៅច្រើនពេកអត់ផ្លែដាំដៅណាដាក់ជីត្រង់ហ្នឹងឲ្យដុះត្រង់ហ្នឹងឲ្យផ្លែនៅត្រង់ហ្នឹងអាមែនទេខ្លះខ្ញុំស្គាល់20ឆ្នាំអត់ផ្លែសោះសាសួរទៅដូននេះកាយអស់7ហើយលូតរហូតដូងដកពីដៅរៀបផ្លែដករៀបផ្លែដកលែងផ្លែមកស្លឹកល្អតែគ្មានផ្លែតែអត់ឲ្យយើងស្លឹកល្អឲ្យផ្លែល្អអាមែនទេចឹងទំរាំណាព្រះគ្រីស្ទទៅគ្រងរាជក្នុងណានឹងដួងចិត្តអ្នកដែលជឿតម្រង់ដល់ពេលណាតម្រង់ដល់ពេលព្រះជាម្ចាស់បង្ក្រាបខ្មាំងស្រូវទាំងប្រមាណមកដាក់ក្រោមព្រះបាទទារបស់ព្រះអង្គចឹងព្រះអង្គជាអីកូនកំឡោះយើងជាអីកូនកំមុំព្រះអង្គជាមហាក្សត្រយើងជាអីដែរយើងជាមហាក្សត្រយ៉ាងនេះយើងគ្រងរាជជាមួយព្រះគ្រីស្ទចឹងសាតាំងនៅណាចង្អុលមកក្របាត់ជើងchứតើអត់ដឹងរឿងខ្លាចខ្មោចហ្មងគ្រីបសាក់ខ្លះខ្លាចខ្មោចស្មានថាខ្មោចនៅលើក្បាលយើងស្មានថាខ្មោចនៅលើចុងឈើបទកវីថាខ្មោចនៅណាក្របាត់ជើងយើងសូមឲ្យយល់រឿងនឹងដែលព្រះគ្រីស្ទគ្រងរាជនេះហើយយើងរួមជាមួយព្រះគ្រីស្ទព្រះអង្គជាសេរសាយើងជារូបកាយចេះក្បាលសោយរាជហើយកកូតនៅណាបើក្បាលពាក់មកុដប្រគូតក្រងអីគង់លើអីឆ្លើយមកបើក្បាលពាក់មកុដគូតគង់លើអីបាឡាំងហើយមិនក៏ថាក្បាលនៅខាងសួរខ្លួននៅខាងនរកវិញធ្វើឲ្យព្រះគ្រីស្ទខ្លាចទៅជាអាបសល់តែក្បាលខ្លួនទៅណាអស់ទៅខ្លួននៅឋាននរកចុះក្បាលណានៅឋានសួគ៌យើងនៅជាមួយព្រះអង្គអស់កាលជានិច្ចអាមែនទេច្បាស់ហ่ะតោះទៅជាដើមឈើមួយយ៉ាងធំសុំយើងមកខ្ញុំក្របពូជតូចល្អិតឥឡូវនេះខ្លាចជាអីគឺទៅជាដើមឈើមួយយ៉ាងធំធ្វើដៃគឺទៅជាដើមឈើមួយយ៉ាងធំមានន័យថាម៉េចហើយបាក់សាបាក់សីមកធ្វើសម្បុកស្នាក់អាស្រ័យតាមមេឃរបស់វាសំសួរចាប់ល្ងងនៃឆ្លាតទៅនៅឲ្យគេចាប់ទៅវាអត់ទៅនៅឡើយណាដែលសុខសាចឹងរាជព្រះគ្រីស្ទគឺសុចរិតសុខសាននិងអំណរសូមខ្ញុំរាជរបស់ព្រះគ្រីស្ទមិនអាស្រ័យលើការស៊ីផឹកទេតែអាស្រ័យលើសេចក្តីសុចរិតសុខសានអំណរចាប់មកកាច់សបុកវានៅស្ងៀមទេច្រៀងលេងសប្បាយអញ្ចឹងបានបត់យើងបត់អីចូលយើងស្រែកច្រៀងសរសើរព្រះអង្គហាឡេលូយ៉ាហើយអ្នកខ្លះចូលយើងស្រែកច្រៀងសរសើរព្រះអង្គហាឡេលូយ៉ានឹងក្បាច់អីនេះដឹងជឿព្រះអង្គក្បាច់អីនេះខ្ញុំលោកឃើញច្រើនណាស់ថ្វាយគុំព្រះអង្គអង្គុយពេនភ្នែនហើយច្រៀងអីហើយខ្ញុំឈរស្ញប់ស្ញែងហើយអមត់ថាឈរប៉ាភ្នែនឡើងអានឹងមាត់ផ្សេងចិត្តផ្សឹងសញ្ញោឆ្វេងវាយស្ដាំអញខ្ញុំដាក់ប្តីទៅថើបសាហាយនោះឃើញទេថ្ងៃនេះសូមឲ្យចិត្តយើងសម្ដីយើងទៅជាមួយគ្នាអាមែនទេចឹងស្អីតែជាដើមឈើទុំគឺអត្តពលដ៏ខ្លាំងក្លានៃព្រះរាជរបស់ព្រះគ្រីស្ទព្រះរបស់ព្រះគ្រីស្ទប្រកបដោយអីមុនគេសុចរិតបាបសោយរាជនាំទាំងស្អីស្លាប់មកដោយសារអាដាមដោយសារព្រះគ្រីស្ទស្អីសោយរាជសេរីសុចរិតសោយរាជជាមួយនឹងជីវិតអស់
ទៅមកគូនឹងហ្មងឃើញទេរដ្ឋាភិបាលប្រាជ្ញាស្រីសុចរិតជីវិតអស់កោក្តីមេត្តាព្រះគុណទៅមកគូទៅទៀតនឹងអីទៀតអំណរមកពីព្រះវិញ្ញាណក៏រីកសាយភាយដល់មនុស្សគ្រប់ជនជាតិហើយគ្រួសារខ្លះពីមុនប្តីប្រមឹកអ៊ូតនូសប្បាយចិត្តឃើញប្តីបោះផ្ទះម្ដងអញដឹងត្រូវប្រមាណកញ្ញោត្រូវប្រមាណជង្គង់ទៀតទេប្តីអញដឹងហើមខាងឆ្វេងខាងស្ដាំទេសត្វដល់លើតែប្តីឈប់ផឹកនេះមានអំណរហើយមានអំណរហើយពីមុនបងលុយលើថ្លៃពេទ្យដេនេះដេនោះឥឡូវអត់មានដេទៀតមិនថ្វាយនឹងបាយបើយើងមានសេរីភាពនឹងថ្វាយព្រោះយើងវារួចពីដេភ្នែករួចពីដេអាក្បាលបែកដេបើស្អីវាឡើងមានទៀតហើយចឹងលក្ខណៈសង្គមនៃព្រះរាជរបស់ព្រះជាម្ចាស់រ៉ូមពុ14ខ7ត្បិតព្រះរាជរបស់ព្រះជាម្ចាស់មិនអាស្រ័យលើអីការស៊ីផឹកនោះទេមិនរឿងតមនេះតមនោះទេបើតមដើម្បីសុខភាពតមចោះតមដើម្បីកុំឲ្យឡើងក្បាលពោះពេកតមចោះដើម្បីរក្សារាងឲ្យស្វែងតែតមឲ្យសុចរិតកុំតមណាយល់ទេតមដើម្បីរក្សារាងតមចោះឲ្យប្តីយើងនៅតែស្រឡាញ់ឲ្យប្តីយើងឆ្លុះវិញនឹងសម្រស់ស្រស់ពោបងរបស់យើងខ្ញុំអត់ខ្វល់ទេនឹងតែបើតមដើម្បីសុចរិតមិនបាច់តមទេយើងសុចរិតដោយសារចុងអាមែនទេគឺរាជព្រះអង្គអាស្រ័យលើសេចក្តីសុចរិតសុខសាន្តអំណរដែលមកពីអីព្រះវិញ្ញាណមិនមកពីការប្រព្រឹត្តទេមកពីព្រះវិញ្ញាណរបស់ព្រះគ្រីស្ទអេសាយ 9:7 ព្រះអង្គនឹងធ្វើឲ្យរាជបល្ល័ង្ករបស់ព្រះបាទដាវីតនិងនគររបស់ព្រះអង្គមានសេចក្តីសុខសាន្តរហូតតទៅព្រះអង្គយកសេចក្តីសុចរិតនិងយុត្តិធម៌មកប្រឹងនគររបស់ព្រះអង្គឲ្យបានគង់វង្សចាប់ពីពេលនេះរហូតអស់កាលជានិច្ចស្ដេចនៅលើផែនដីខ្លះសេរីបាន3ខែគេធ្វើគុតខ្លះបាន3ឆ្នាំគេធ្វើគុតខ្លះសេរីបានយូរណាស់60ឆ្នាំតែរាជព្រះគ្រីស្ទអស់កាលជានិច្ចរាជរបស់ស្ដេចស្រុកខ្មែរបានត្រឹមតែ181,000 គីឡូម៉ែត្រក្រណាប្រជាជនថៃអត់គោរពទេមែនទេរាជស្ដេចស្រុកថៃបាននៅក្នុងដីថៃខ្មែរអត់គោរពទេតែរាជយេស៊ូគេគោរពគេទទួលគេអបអរសាទរពីពេញពិភពលោកតែដៃអរគុណព្រះអង្គហេចម្រៀងណូអែលមួយរៀងព្រះអង្គសម្បូរសប្បាយសុខសាន្តយុត្តិធម៌និងសុចរិតក្រៃសួស្ដីណូអែលឃើញរាជព្រះអង្គអីខ្លះរាជព្រះអង្គអីខ្លះទី1សម្បូរសប្បាយចុះរាជរបស់អាដាមសម្បូរសប្បាយទេទូរហូញើទើបហូស្ទើរតែមិនឆ្អែតមែនទេទុកសោកមែនទេរាជព្រះអង្គសម្បូរសប្បាយសុខសាន្តយុត្តិធម៌និងសុចរិតអតិពលដ៏ខ្លាំងក្លានៃរាជរបស់ព្រះជាម្ចាស់វិវរណៈជុ5ខ9ខ10អតិពលខ្លាំងក្លាសូមមើលអានជាមួយខ្ញុំគេនាំគ្នាអីច្រៀងបទចម្រៀងថ្មីច្រៀងពិបាកចិត្តឲ្យសប្បាយចិត្តព្រះអង្គផែនដីក៏ច្រៀងឋានសួគ៌ក៏ច្រៀងណាព្រះអង្គស័ក្តិសមនឹងទទួលក្រាំងឲ្យបកត្រាផងព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយ៉ាញ់បូជាចាប់ផ្ដើមពីទ្រង់ត្រូវគេសម្លាប់ជាយ៉ាញ់បូជាចាប់ផ្ដើមពីក្របពូជធ្លាក់ដីហើយកប់ដីហើយស្លាប់ចាប់ផ្ដើមពីហ្នឹងឯរាជហ្នឹងណាណាត្រូវគេសគត់ធ្វើគុតព្រះគ្រីស្ទព្រះអង្គបានលួសមនុស្សពីគ្រប់អីឆ្លើយមកហើយមកគ្រប់ពូជថាអស់នេះគ្រប់ពូជគ្រប់អីទៀតគ្រប់ភាសាគ្រប់អីទៀតគ្រប់ប្រជាជនគ្រប់អីទៀតគ្រប់ជាតិសាសន៍ឥឡូវឃើញទេពីមុនបារាយយើងបានប្រមាណវិហារឥឡូវប្រមាណវិហារហើយច្រើន31វិហារឃើញទេស្គាល់តែតាមរយៈសិស្សនៃវិទ្យាសាស្ត្រនៅរំលងខ្មែរជាង500ព្រះវិហារនេះគាត់ចំនួនទី1ទេអត់និយាយពីនឹងទៅបង្កើតពីអីវាអត់រាប់តែមួយទេហេពីមុនមកមានរីកផងរីកចម្រើនអញ្ចឹងណា43ឆ្នាំដល់នឹងល្អចូលស្រុកខ្មែរ1923មកដល់ឆ្នាំ1965គេដេញបេសកជនអាមេរិកទៅស្រុកវិញគេចាប់គ្រូផ្សាយនឹងល្អខ្មែរ3នាក់ញាត់គុកក្រុមជំនុំមានតែ700នាក់43ឆ្នាំ700នាក់ហើយយើងចាប់ដើមពីឆ្នាំ93មកឥឡូវនេះ2015រីកសាយភាយលើសពេលណាទាំងអស់ទប់ស្កាត់លេងឈ្នះ
មែនទេដើមឈើកាន់តែអីធំឡើងបែកមែកសាខាបាក់សាបាក់សីកាច់សបុកកាន់តែច្រើនហើយតែកាច់សបុកកាន់តែច្រើនច្រៀងកាន់តែខ្លាំងតែឃើញសត្វមកឲ្យធ្វើម៉េចច្រៀងសត្វច្រៀងទៅទៀតព្រះអង្គលួសមនុស្សគ្រប់ពូជគ្រប់ភាសាគ្រប់ប្រជាជនគ្រប់ជាតិសាសន៍មកថ្វាយព្រះជាម្ចាស់ដោយសារអីព្រះលោហិតណាមិនថាណែឯងឈាមអូណែឯងឈាមអាបណែឯងឈាមបេឈាមអាបេឈាមអីក៏ដោយព្រះអង្គលួសមកទៅជាបងប្អូនរួមលោហិតយើងធ្វើពិធីសម្ព័ន្ធភាពដ៏ពិសិដ្ឋដើម្បីបញ្ជាក់ថាយើងជាបងប្អូនរួមតែមួយក្នុងព្រះលោហិតរបស់ព្រះគ្រីស្ទអាមែនទេដែលមានតម្លៃដូចគ្នាព្រះអង្គបានឲ្យគេទៅជារាជាណាចក្រនិងជាក្រុមបូជាចាពួកអ៊ីស្រាអែលរើសបានតែកុលសម្ព័ន្ធលេវីទេប្រុសតែយើងវិញទាំងប្រុសទាំងស្រីទាំងក្មេងទាំងចាស់លួសដោយព្រះលោហិតគ្រប់ពូជគ្រប់សាសគ្រប់ភាសាគ្រប់ប្រជាជនមកធ្វើជារាជាណាចក្រជាក្រុមបូជាចាមានសិទ្ធិអធិដ្ឋានមានសិទ្ធិថ្វាយអង្គមមានសិទ្ធិច្រៀងសរសើរមានសិទ្ធិទូលអង្វរមានសិទ្ធិដាក់ដង្វាយមានសិទ្ធិប្រោសជំងឺមានសិទ្ធិដេញរះដូចគ្នាតែដៃអរគុណព្រះអង្គយើងបំរើព្រះជាម្ចាស់នៃយើងហើយអ្នកទាំងនោះឆ្លើយលឺអ្នកទាំងនោះនឹងអីគ្រងរាជលើផែនដីហេតុអីបានយើងគ្រងរាជព្រោះយើងជាស្ដេចហេតុអីបានយើងទៅស្ដេចព្រោះស្វាមីយើងកូនកំឡោះយើងសេរសាយើងគឺស្ដេចទ្រង់ជាស្ដេចលើអស់ទាំងស្ដេចហើយយើងជាស្ដេចអរគុណព្រះអង្គរបៀបប្រកាសនឹងល្អអំពីបរិយារបស់ព្រះជាម្ចាស់ចំណុចចុងក្រោយណាឥឡូវបើរាជនឹងកាន់តែរាជនៅស្ងៀមឯអត់ខ្លះនិយាយថាំងឆ្នាំប៉ាកែគេមិនដែលផ្សាយពាណិជ្ជកម្មទេឆ្នាំប៉ាកែគេផ្សាយកាន់តែខ្លាំងមែនទេមែនទេមែនខ្ញុំនិយាយរឿងមួយឲ្យស្ដាប់រឿងស្ដេចតាពេកគ្មានអ្នកណាដឹងស្ដេចតាពេកទេមានតែជាងកាត់សក់ឯងដឹងខ្មាន់ប៉ាកែគេហៅជាងកាត់សក់អ្នកនឹងគេឲ្យមកកាត់សក់ស្ដេចដល់កាត់អត់មានសក់លីងឃើញណាដល់ស្ដេចសួរឥឡូវឲ្យឃើញក្បាលអញនៅឃើញហើយប្រាប់គេថាម៉េចអត់ហ៊ានថាអញទៅឯងរស់តែអ្នកសឹកដឹងថាអញទៅពេកឯងងាប់មុនគេហួចនៅក្នុងពិបាកចិត្តហ្មងហើយស្ដេចឲ្យលុយច្រើនណាហើយមកដេកចិត្តថាសេះសោះព្រោះដឹងថានឹងស្ដេចទៅពេកហើយអត់បានប្រាប់គេហើយតែប្រាប់ងាប់តែមិនប្រាប់វាស្ទះហើយតែប្រាប់ងាប់ដល់ទីផុតអ្នកហ្នឹងរកវិធីមួយឃើញទៅព្រៃជូនស្ដេចទៅណាដល់ជូនស្ដេចទៅផ្ទុំស្ដេចផ្ទុំលក់ជុះមកកត់ឃើញទៅពេកទៀតអញត្រូវរកកន្លែងនិយាយក៏វាទៅរកប្រគៀបឈើមួយស្រែកមកដាក់ប្រគៀបឈើទ្រាំមិនបានទេស្ដេចទៅពេកស្ដេចទៅពេកធូបន្តិចព្រះយេស៊ូវថាម៉េចកូនរបស់លោកកៃគេឆ្លាតគេដឹងថាសេដ្ឋីចិត្តប្រឈប់ការងារវាចេះយកលុយហ្នឹងទៅផ្ញើគ្នាវាថាដល់អញអស់ការងារឲ្យអញចាយវិញផងចាហេតុអីកូននៃពលឺល្ងងម្លេះមិនក៏ឃើញព្រះល្អឲ្យសង្ងំស្ងៀមអញ្ចឹងគេការអាក្រក់គេនៅមិនស្ងៀមហើយចុះឯងការល្អមិនក៏នៅស្ងៀមបើយើងនៅស្ងៀមខ្ញុំប្រាប់ដំណឹងអាក្រក់នឹងរីកពេញផែនដីដើម្បីឲ្យឈ្នះងងឹតត្រូវបើកអីកុងតាក់ភ្លើងហើយបើយើងដេកមិនព្រមបើកកុងតាក់ភ្លើងវានៅតែងងឹតបើយើងនៅស្ងៀមកាសែតសារព័ត៌មានវិទ្យុទូរទស្សន៍នឹងផ្សាយដំណឹងអាក្រក់តែបើយើងផ្សាយដំណឹងល្អដំណឹងអាក្រក់នឹងសាបរលាបទៅបន្តិចម្ដងតែដៃអរគុណព្រះអង្គនេះហើយដែលខ្ញុំនៅអត់បានទៅណាខ្ញុំប្រកាសតែដំណឹងល្អដើម្បីឲ្យឈ្នះពលឺយើងចាំងជះដំណឹងល្អដើម្បីគ្រប់ដណ្ដប់លើសេចក្តីងងឹតដែលចាំងតែដំណឹងអាក្រក់អាមែនទេគេប្រើទូរទស្សន៍ផ្សាយស្រាផ្សាយបៀដំណឹងបុកគ្នាងាប់ដំណឹងណាំញៀនដំណឹងលោបអូនបកើតដំណឹងលោបកូនបកើតចុះអីយើងមិនផ្សាយនឹងល្អពីព្រះគ្រីស្ទរបស់យើងឲ្យមានសេរីភាពនឹងធ្វើការល្អគ្រប់ចម្ពោះអ្នកណាទទួលខុសត្រូវប្រកាសនឹងល្អឆ្លើយមកលោកគ្រូឬក៏គ្រប់គ្នាតោះកន្លោះ1:23:29ដូច្នេះយើងផ្សព្វផ្សាយដំណឹងអំពីព្រះគ្រីស្ទនេះហើយដាស់តឿននិងព្រានប្រដៅមនុស្ស
គ្រប់រូបទាំងអ្នកជឿទាំងអ្នកមិនជឿអាមែនទេដោយប្រើប្រាជ្ញាគ្រប់យ៉ាងអ្នកជឿត្រូវនិយាយរបៀបណាអ្នកមិនជឿត្រូវនិយាយរបៀបណាជាមួយអាលោកត្រូវបូលដូចអាលោកកុកគ្រូជាមួយអាលោកជាមួយកងានទៅស្រែកដូចកងានកាអ្នកអត់បញ្ញាជប់អាលោកស្រែកកាផ្អើលអាលោកអស់យ៉ូហាន 3:16 គេឮតែអញ្ចឹងគេរត់ចេញបាត់អស់លេងអត់ទៅណាថាខ្លួនឯងបោសុតកាន់កាពីទៅពេលខ្លះត្រូវកាន់កាពីពេលខ្លះមិនបាច់កាន់ទេមែនទេស្រាប់តហ្នឹងឯនេះហេតុអីយើងចាប់មនុស្សអត់បានព្រោះយើងអត់ប្រាជ្ញាត្រីថៃឆ្លូនទៅចាប់របៀបត្រីឆ្លូនខែថៃលូតចូលលងថៃជីងលងមិនយកអួនទៅដាក់ទេហើយយើងអាថៃលងក៏ដាក់អួនដែរដល់ដាក់អួនប៉ះតែសម្រាប់ដេទៅអួនហ្នឹងឯងច្បាស់ហ្នឹងឯនេះណាប្រើប្រាជ្ញាគ្រប់យ៉ាងធ្វើឲ្យគេទាំងអស់គ្នាបានគ្រប់លក្ខក្នុងអង្គព្រះគ្រីស្ទខ្ញុំធ្វើការនេះហត់ដើម្បីសម្រេចគោលដៅនេះឯងគឺខ្ញុំខំប្រឹងតយុទ្ធដោយប្រើមហិទ្ធិឫទ្ធិរបស់ព្រះអង្គដែលកំពុងតែមានសកម្មភាពក្នុងរូបខ្ញុំយ៉ាងខ្លាំងកាលណាយើងដាំទឹកពុះដល់ពុះ100អង្សាកំសៀវយ៉ាងម៉េចហើយនៅស្ងៀមបានទេត្រូវយកមកធ្វើអីត្រូវតែឆុងកាហ្វេរត់ធានភាពតែនៅក្នុងយើងនៅអត់បានទេត្រូវតែដោតយើងបញ្ចេញតាមណាតាមជពួយកំសៀវនេះអត់បញ្ចេញតាមឃ្លៀកអត់បញ្ចេញតាមគូទេចេញតាមគូគេហៅផោមយើងមិនអាចផោមនឹងល្អផោមនឹងអាក្រក់ចេញតាមមាត់ត្រូវតែជាដំណឹងល្អអាមែនទេគុំនៅស្ងៀមឲ្យសោះណាឃើញអ្នកខ្វាក់ខ្ញុំនិយាយមិញភ្លឺភ្នែកដើរប្រកាសហ្មងមែនទេអញ្ចឹងការប្រកាសនឹងល្អដោយប្រើប្រាជ្ញាគ្រប់យ៉ាងកុលោស 3:16-17 សូមព្រះបន្ទូលរបស់ព្រះគ្រីស្ទស្ថិតក្នុងបងប្អូនបរិបូរណ៍តើតែមានព្រះបន្ទូលព្រះគ្រីស្ទមានព្រះបន្ទូលតាមរយៈម៉ូសេទៀតទេព្រះវិន័យមកតាមម៉ូសេព្រះគុណមកតាមព្រះគ្រីស្ទសេចក្តីពិតមកតាមព្រះគ្រីស្ទសូមព្រះបន្ទូលព្រះគ្រីស្ទស្ថិតនៅក្នុងបងប្អូនយ៉ាងបរិបូរណ៍ចូលព្រៀនប្រដៅនឹងដាស់តឿនគ្នាទៅវិញទៅមកប្រកបដោយប្រាជ្ញាគ្រប់យ៉ាងមានព្រះវិញ្ញាណមានប្រាជ្ញាមានព្រះបន្ទូលព្រះគ្រីស្ទមានប្រាជ្ញាព្រោះព្រះគ្រីស្ទជារថិនភាពនិងជាប្រាជ្ញារបស់ព្រះជាម្ចាស់អាមែនទេចូលច្រៀងអរព្រះគុណព្រះជាម្ចាស់ក្នុងចិត្តដោយប្រើទៅដង្កើងបទសរសើរនិងបទចម្រៀងមកពីព្រះវិញ្ញាណការអ្វីក៏ដោយដែលបងប្អូនធ្វើទោះជាពាក្យសម្ដីក្តីកាយវិការក្តីរាំក្តីណារាំយុវជនក្តីរាំខ្មែរក្តីធ្វើអីក៏ដោយក្នុងនាមព្រះគ្រីស្ទក្នុងនាមព្រះគ្រីស្ទអាមែនទេពាក្យសម្ដីក្តីល្ខោនក្តីរាំក្តីត្រូវធ្វើនឹងព្រះគ្រីស្ទយេស៊ូវទាំងអស់ទាំងអស់ព្រះគុណព្រះជាម្ចាស់ជាព្រះបិតាតាមរយៈព្រះអង្គអញ្ចឹងយើងអាចប្រកាសនឹងល្អដោយប្រើស្អីខ្លះប្រាជ្ញាគ្រប់យ៉ាងណាដូចជាអីសិល្បៈចម្រុះយីកេល្ខោនអាមែនទេចម្រៀងរបាំល្ខោនលេអាយ៉ងតែឃើញអាយ៉ងទេនិទានរឿងបញ្ជ្រាបប្រព័ន្ធសិក្សាអប់រំតាមសាលារៀនបញ្ចូលគុណតម្លៃគ្រីស្ទបរិស័ទដល់កលបុត្រធីតារបស់ខ្មែរនិងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារទាំងកសិកម្មនិងសហគ្រាសខ្នាតតូចហើយយើងយល់រឿងហ្នឹងហ្នឹងមែនទេបើអត់មានប្រពន្ធយើងមានធ្វើស្រែបានដំណាំអត់បានលក់ជួយលក់ប្រហុកអត់ជួយលក់ផ្អកទេប្រាក់ខែយើងចំណូលយើងបង្ហើព្រះអង្គបានមានសេរីភាពចេះហេហើយខ្លះតោកចិត្តព្រះអង្គឲ្យដេកស្ងៀមគេមិនដែលទុកចិត្តព្រះអង្គឲ្យដេកស្ងៀមទេទុកចិត្តព្រះអង្គឲ្យកម្រើកព្រះអង្គឲ្យដៃនឹងសម្រាប់អីកម្រើកព្រះអង្គជាព្រះនៅយកដៃព្រះអង្គសូនដីឥដ្ឋទៅជាមនុស្សចេះអីយើងលាងដៃរហូតខ្លាចប្រឡាក់អញ្ចឹងបើព្រះមិនខ្លាចប្រឡាក់ដៃចុះហេតុអីយើងគ្រូកងវាខ្លាចប្រឡាក់ដីស្រាប់តើនេះព្រះអង្គធ្វើមនុស្សចេញពីអីហើយចុះហេតុអីយើងលែងដាំអីអស់លីងហេតុអីកាន់ប៊ិចអស់ទៅហើយហេតុអីអ្នកបរាយលែងកាន់ចបទៅកាន់ប៊ិចចុះអ្នកអំពេញមានអីកាន់ទៀតបើអ្នកបរាយកាន់ប៊ិចអស់ហើយនេះស្ដាប់តាប់តហ្នឹងឯនេះដាំតំណាំឡើងមែនទេឲ្យសេដ្ឋកិច្ចគ្រួសាររស់ស៊ីឡើងឲ្យសហគ្រាសតូចរបស់យើងចម្រុងចម្រើនឡើងនឹងហើយប្រកបដោយប្រាជ្ញាគ្រប់យ៉ាងបញ្ចប់ធ្វើបន្តដោយពឹងលើឫទ្ធានុភាពនៃព្រះវិញ្ញាណកិច្ចការមួយ8ប៉ុន្តែអ្នករស់គ្នានឹងទទួលឫទ្ធានុភាពគឺឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធមកស្ថិតលើអ្នករស់គ្នានឹងធ្វើជាអីបន្ទាល់ធ្វើជាសាក្សីរបស់ខ្ញុំនៅណានៅយេរូសាឡឹមយើងនៅណាបារាយ
យូដាយើងខេត្តកំពង់ធំយូដាយើងប្រទេសកម្ពុជាទាំងមូលសាមារីយើងថៃឆ្លោះយើងរឿងអីព្រះវិហារនេះឯងព្រោះសាមារីនិងយូដាដែលត្រូវគ្នាទេណាហើយទីដាច់ស្រយាលនៃផែនដីអាមែនទេចឹងស្មោះបន្តរបស់ព្រះគ្រីស្ទធ្វើដៃមើលខ្ញុំដាក់ដៃលើតិចអ្នកណាឆ្លើយមកអ្នកលឺព្រះបន្ទូលរបស់ព្រះគ្រីស្ទចង្អុលស្គាល់ព្រះគ្រីស្ទដាក់ដៃលើបេះដូងជឿលើព្រះគ្រីស្ទគឺពួកដៃរួមរស់ជាមួយព្រះគ្រីស្ទដាក់ដៃលើមាត់ហើយប្រកាសព្រះនាមរបស់ព្រះគ្រីស្ទនិងកិច្ចការរបស់ព្រះគ្រីស្ទដល់មនុស្សនៅចិត្តយើងនិងមនុស្សនៅឆ្ងាយយើងពឹងផ្អែកលើអីប្រាជ្ញារបស់ព្រះនិងរធានភាពរបស់ព្រះវិកន្លងមកខ្លះពឹងតែបញ្ញាអត់ពឹងរធានភាពកន្លងមកពឹងតែរធានភាពមិនពឹងប្រាជ្ញាថ្ងៃនេះពឹងប្រាជ្ញាផងរធានភាពផងកាក់មានប្រមាណជ្រុង2ជ្រុងថ្ងៃនេះគ្រប់ជ្រុងនេះគ្រប់ជ្រុងនៅយើងតោះអញ្ចឹងរធានភាពដែលយើងបានទទួលជារធានភាពរបស់ព្រះវិញ្ញាណព្រះអង្គមកស្ថិតលើយើងតាមថ្ងៃដែលយើងได้ជឿដើម្បីយើងខ្លាចជាអីស្មោះបន្តបបព្រះគ្រីស្ទនៅក្រុងយេរូសាឡឹមនៅណានៅសាលារៀនយើងអង្គភាពតបយើងបើយើងជាទាហានសហគមន៍យើងភពយើងក្នុងស្រុកយូដាទាំងមូលប្រទេសរបស់យើងគឺកម្ពុជាស្រុកសាមារីប្រទេសជិតខាងយើងនិងរហូតដល់ស្រុកដាច់ស្រយាលនៃផែនដីប្រទេសឆ្ងាយព្រះអង្គបានប្រើខ្ញុំcòn ប្រកាន់នឹងល្អជាង30ប្រទេសហើយបើដើរវិញគាត់ដើរជាង50ប្រទេសនឹងតែអាយុ60ជាងទេនឹង5ឆ្នាំទៀតប្រហែលទៀតទេណាបាទបើចាប់ដើមពីក្របពូជទូចអត់អាមែនទេដឹកចាំខ្ញុំផ្សាយនឹងល្អតវងទីទៅក្បាលមកអីមកកាពីនឹងថ្ងៃទី1ផ្សាយនឹងល្អគេបាយក្បាលមកកាពីគ្រាប់រឹងទៀតទិញទឹកភ្នែកច្រោកហ្មងអានោះបាត់ពិសោធន៍ទី1តែឥឡូវនេះចេញពីទឹកភ្នែកហ្នឹងច្រូតកាត់ដៃអសបាយអាមែនទេតោះឆ្លើយតបក្រកឈរឡើងដៃឆ្វេងលើបេះដូងដៃស្ដាំលើកទៅឋានបរមសុខទៅបល្ល័ង្កនៃព្រះគុណយាងឡើងទៅកាន់ឋានបរមសុខវិញព្រះអង្គបានប្រគល់បេសកកម្មដ៏ធំអស្ចារ្យដល់យើងខ្ញុំហើយព្រះអង្គប្រទានអញ្ញាសិទ្ធិសិទ្ធិអំណាចដ៏វិសេសថ្លៃថ្លាដល់យើងខ្ញុំឲ្យយើងខ្ញុំប្រកាសដំណឹងល្អស្ដីអំពីព្រះរាជរបស់ព្រះជាម្ចាស់សូមជួយខ្ញុំឲ្យមានចិត្តឆេះឆួលនិងមានចិត្តបដូរផ្ដាច់ចំពោះការប្រកាសដំណឹងល្អអំពីព្រះគ្រីស្ទនៅក្នុងប្រទេសកម្ពុជានៅលើពិភពលោកដោយប្រើប្រាជ្ញាគ្រប់យ៉ាងនិងដោយពឹងផ្អែកលើរធានភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធយើងខ្ញុំទូលសូមគ្រប់ការទាំងអស់នេះដោយនៅព្រះនាមព្រះយេស៊ូវគ្រីស្ទយើងមកលើសំឡេងថាអាមែន